ចាសសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីចាថ្ងៃនេះនាងខ្ញុំនឹងមកជម្រាបជូនប្រិយមិត្តអំពីចម្លាក់គ្រុឌនៅក្នុងសិល្បៈខ្មែរគ្រុឌគឺជាឈ្មោះរបស់សត្វបក្សីនៅក្នុងរឿងទេវកថារបស់ឥណ្ឌានិងជាយានជំនិះរបស់ព្រះវិស្ណុគ្រុឌគឺជានិមិត្តរូបនៃកម្លាំងភាពអង់អាចក្លាហានភាពវាងវៃនៃការហោះហើរព្រមទាំងអាចហោះទៅកាន់ឋានសួគ៌និងអាចហោះទម្លុះមេឃបានទៀតផងជាទូទៅគ្រុឌបង្ហាញនៅក្នុងសិល្បៈខ្មែរមានដងខ្លួននិងដៃដូចជាមនុស្សមានជំពុះស្លាបជើងនិងមានក្រញាំដូចជាសត្វឥន្ទ្រីពាក្យថាគ្រុឌមកពីពាក្យបាលីសំស្ក្រឹតមានន័យថាគរុឌឬគរុឌហើយពាក្យបាលីមានន័យថាគរុឌគ្រុឌសត្វសេះសតាមរយៈអត្ថបទទេវកថារបស់ឥណ្ឌាបានបង្ហាញថាគ្រុឌមានឪពុកឈ្មោះកាសបៈនិងមានប្រពន្ធពីរនាក់ឈ្មោះនាងកាទ្រូតនិងនាងវិនតាដែលជាកូនស្រីរបស់ទេសៈហើយនឹងត្រូវជាម្ដាយរបស់សត្វគ្រុឌមានប្រពន្ធឈ្មោះវិនាយកាឬឧត្តណាតិមានបុត្រឈ្មោះសមបាតិខ្លះយល់ថាចតាយុទ្ធក៏ជាបុត្ររបស់គ្រុឌដែរក្រៅពីនេះសត្វនេះក៏មានបង្ហាញតាមរឿងទេពកថាដូចជារឿងកូរសមុទ្រទឹកដោះរឿងគ្រឹស្ណបង្ក្រាបនាគកល្យាណនិងរឿងគ្រុឌជាយានជំនិះរបស់ព្រះវិស្ណុចម្លាក់គ្រុឌនៅក្នុងសិល្បៈខ្មែរគឺភាគច្រើនទទួលឥទ្ធិពលពីឥណ្ឌាដែលហូរចូលមកកាន់សង្គមខ្មែរអ្វីដែលសំខាន់នោះខ្មែរបានកែច្នៃឲ្យទៅជាសិល្បៈរបស់ខ្លួនក្នុងនោះចម្លាក់សត្វគ្រុឌត្រូវបានបង្ហាញឡើងស្ទើរតែគ្រប់ទីកន្លែងតាមរយៈរូបបដិមាមានទាំងថ្មនិងសំរឹទ្ធនិងសំណង់ស្ថាបត្យកម្មនៃប្រាសាទដូចជានៅលើផ្តែរហោជាងបង្កាន់ដៃនៅលើសសរផ្អោបនិងមេដេយ៉ុងជាទូទៅគ្រុឌបង្ហាញជារូបកែណមានដុសក្បាលពោះដែលស្រដៀងទៅនឹងលក្ខណៈរបស់ឥណ្ឌានិងអាចឲ្យយើងដឹងពីការចម្លងសិល្បៈពីឥណ្ឌារួមមាននៅបណ្ដារូងភ្នំចុងក្រោយនៅអាចិនតានិងបណ្ដារូងភ្នំដំបងនៅអាឡូរ៉ាគ្រុឌចាប់ផ្ដើមមានដំបូងនៅអាណាចក្រខ្មែរនាសតវត្សទី7នៃគ្រិស្តសករាជស្ថិតនៅក្នុងរចនាបថសម្បូរព្រៃគុកនៃប្រាសាទសម្បូរព្រៃគុកដែលបង្ហាញនៅក្នុងមេដេយ៉ុងនៅចំកណ្ដាលអង្កត់ធ្នូសក់មានផ្នត់ធំច្រមុះវែងធំភ្នែកលៀននិងមានពាក់ក្រវិលរាងមូលប៉ុន្តែសម្ដែងនៅភាពហាក់គ្មានសម្រស់និងមានទ្រង់ទ្រាយជាមនុស្សមៀតក្រអាញពុះរាងធ្លាក់រយាកនិងមានសត្វមកនៅសងខាងថែមទាំងក្បាច់រំយោលនៅក្រោយដងធ្នូនៃផ្តែរនៅសម័យអង្គរដើមសតវត្សទី9គ្រុឌបង្ហាញឡើងនៅលើផ្តែរនៅចំពាក់កណ្ដាលអង្កត់ធ្នូដែលពេលនោះគ្រុឌដើរតួនាទីជាយានជំនិះរបស់ព្រះវិស្ណុផងដែរជាក់ស្ដែងមាននៅប្រាសាទព្រះគោផ្តែរមានសភាពល្អនិងឆ្លាក់គួរឲ្យចាប់អារម្មណ៍គឺបង្ហាញពីព្រះវិស្ណុជិះលើគ្រុឌចាប់នាគពីរក្បាលដែលខ្លួននាគគេឆ្លាក់ជារាងអង្កត់ធ្នូក្បាច់រំយោលផ្កានិងក្បាច់ភ្ញីភ្លើងផ្សេងទៀតផងចំណែកឯផ្ទាំងចម្លាក់ប្រាសាទអង្គរវត្តនៅផែខាងលើផ្នែកខាងលិចនិយាយពីរឿងរ៉ាវធ្វើសង្គ្រាមរបស់ព្រះវិស្ណុឬព្រះក្រឹស្នជាមួយនឹងអាសុរៈដែលបង្ហាញពីព្រះវិស្ណុជិះលើគ្រុឌកំពុងប្រយុទ្ធជាមួយនឹងកងទ័ពអាសុរៈជាមួយគ្នានោះដែរប្រាសាទព្រះខ័ន
គ្រុឌបង្ហាញជាក្បាច់លម្អដែលឆ្លាក់នៅតាមជ្រុងនៃផ្នែកខាងលើនៃជញ្ជាំងនិងបង្ហាញក្នុងទម្រង់ដ៏ធំមហិមានិងមានភាពទាក់ទាញជាងគេបំផុតដែលសម្រាប់លម្អស្ថាបត្យកម្មជាអ្នកទ្រនិងជាអ្នកការពាររបងជញ្ជាំងជុំវិញប្រាសាទព្រះខ័នចំណែកគ្រុឌនៅចំអក្សរកណ្ដាលនៃព្រះលានជលដំរីក៏បានបង្ហាញជាលក្ខណៈក្បាច់លម្អមានទម្រធំនៅតាមជញ្ជាំងដូចជានៅប្រាសាទព្រះខ័នដែរនិងមានរំយោលផ្កាតាមចន្លោះនៃរូបគ្រុឌនីមួយៗក្នុងនោះរូបព្រះវិស្ណុជិះលើគ្រុឌក៏មានបង្ហាញតាមរយៈរូបបដិមាធ្វើអំពីសំរឹទ្ធដោយព្រះអង្គមានព្រះហស្ថ4កាន់នៅកេតនភ័ណ្ឌខុសគ្នារួមមានព្រះហត្ថស្ដាំផ្នែកខាងលើកាន់កងចក្រផ្នែកខាងក្រោមកាន់ដាវឬដំបងរីឯព្រះហត្ថឆ្វេងផ្នែកខាងលើកាន់អាវុធមុខ3និងផ្នែកខាងក្រោមកាន់ខ្យងសាំងឬផ្កាឈូកម្យ៉ាងវិញទៀតព្រះអង្គឈរលើស្មាគ្រុឌមានសម្លៀកបំពាក់ដូចជាអ្នករបាំសម័យបច្ចុប្បន្ននិងមានគ្រឿងអលង្ការលម្អជាច្រើនចំណែកគ្រុឌវិញដៃទាំងពីរលើកឡើងលើសម្លៀកបំពាក់ដូចជាព្រះវិស្ណុដែរលម្អដោយស្រង់កធំមួយខ្សែនិងបង្ហាញពីក្បាច់លម្អយ៉ាងស្អាតជួយបញ្ចេញនៅភាពអស្ចារ្យរបស់សត្វនោះរហូតមកដល់សម័យក្រោយអង្គរចាប់ពីសតវត្សទី10គឺមានការបដូរសាសនាពីព្រហ្មញ្ញសាសនាមកព្រះពុទ្ធសាសនាថេរវាទហើយរាល់សម្ភារៈសំណង់ស្ថាបត្យកម្មជាច្រើនដែលសាងសង់ក្នុងសម័យនេះត្រូវបានបដូរទៅជាវត្តអារាមធ្វើពីឈើក្នុងនោះចម្លាក់គ្រុឌត្រូវបានបង្ហាញជាក្បាច់លម្អធ្វើពីឈើតាមក្បាលសសរហោជាងនៃព្រះវិហារនិងផ្ទាំងគំនូរដែលនិយាយពីរឿងផ្សេងរូបគ្រុឌលម្អនៅលើហោជាងធ្វើពីឈើនៅលើព្រះវិហារនៃវត្តរាជបូរស្ថិតនៅសតវត្សទី19បង្ហាញក្នុងទម្រង់ព្រះវិស្ណុជិះលើសត្វគ្រុឌចំណែករូបគ្រុឌនៅលើផ្ទាំងគំនូរដែលមានបង្ហាញនៅផែខាងលើនៃព្រះវិហារព្រះកែវមរកតក្នុងរឿងរាមកេរ្តិ៍នៅត្រង់ឈុតគ្រុឌចុះមកកំចាត់សត្វពស់ដោយចាប់ពស់និងដៃទាំងពីរជារួមមកសត្វគ្រុឌគឺជាសត្វបក្សីដែលជានិមិត្តរូបនៃកម្លាំងធម្មពលនៃភាពអង់អាចក្លាហាននៅក្នុងការហោះហើរនៅក្នុងសិល្បៈខ្មែរគ្រុឌមានតួនាទីច្រើនយ៉ាងគឺជាយានជំនិះរបស់ព្រះវិស្ណុជាទម្រជាការលម្អនៅលើផ្តែរផ្សេងនៃសំណង់ស្ថាបត្យកម្មទាំងនៅលើសំណង់ប្រាសាទនិងសំណង់ព្រះវិហារចម្លាក់គ្រុឌដែលបង្ហាញនៅក្នុងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរជាលើកដំបូងគេគឺឃើញមានវត្តមាននៅក្នុងរចនាបថសម្បូរព្រៃគុកនៅចំផ្នែកកណ្ដាលនៃផ្តែរទ្វារស្ថិតនៅក្នុងមេដាយុងដែលពេលនោះយើងមើលទៅគ្រុឌគ្មានចលនានិងគ្មានសម្រស់ចូលមកដល់សម័យអង្គរចម្លាក់គ្រុឌមានការវិវត្តបន្តិចម្ដងដោយគ្រុឌពេលនេះឆ្លាក់ជាតួនាទីជាយានជំនិះនៃព្រះវិស្ណុនិងជាគ្រឿងលម្អសំណង់ស្ថាបត្យកម្មរបស់ប្រាសាទរហូតមកដល់សម័យក្រោយអង្គរគ្រុឌក៏នៅតែជាការពេញនិយមយកមកធ្វើជាគ្រឿងលម្អតុបតែងក្នុងសំណង់នានាដូចជាសំណង់ព្រះវិហារនិងសំណង់វត្តអារាមក្រៅពីនេះរូបគ្រុឌក៏មានការលម្អដោយគំនូរដែលគេគូរនៅលើជញ្ជាំងឬពិដានដែលនិយាយរៀបរាប់ពីរឿងពុទ្ធប្រវត្តិឬរឿងព្រេងទេវកថាផ្សេងចាប្រិមិត្តជាទីមេត្រីការរៀបរាប់ពីប្រវត្តិនិងមុខងាររបស់សត្វគ្រុឌ
ចាក៏បានមកដល់ទីបញ្ចប់ដែរអរគុណប្រិយមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះសូមជូនពរដល់ប្រិយមិត្តឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនសូមប្រិយមិត្តជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននៅវីដេអូថ្មីៗដែលផ្ដល់ចំណេះដឹងជូនដល់ប្រិយមិត្តចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ